គេមើលវីដេអូខ្ញុំរាល់ថ្ងៃដល់ថ្នាក់ដែលយល់សពឃើញខ្ញុំមិនធម្មតាមិនធម្មតាចូលខមមិនឲ្យឆាតមកប្រាប់ទៀតគាត់ប្រាប់ខ្ញុំថាបងមើលវីដេអូអូនឯងរាល់ថ្ងៃដល់ថ្នាក់ដែលយល់សពឃើញអូនឯងហើយមិនធម្មតាមានតែប៉ុណ្្នឹងឯណាបងប្អូនខ្លះគាត់ថាដល់ថ្នាក់ដេកនឹកខ្ញុំដេកនឹកមែនតើខ្ញុំនិយាយនេះមិនខ្ញុំអួយខ្លួនឯងណាខ្ញុំនិយាយតែតាមបងប្អូនដែលគាត់ឆាតមកប្រាប់ខ្ញុំទេហើយខ្ញុំសូមប្រាប់បងប្អូនថាបើដល់ថ្នាក់ដេកនឹកខ្ញុំផ្អាកមើលវីដេអូខ្ញុំខ្លះទៅកុំដល់ថ្នាក់ហ្នឹងពេកខ្ញុំធ្វើវីដេអូឡើងមកខ្ញុំអត់បានទៅដាក់មុនស្នេហ៍រាយមុនស្នេហ៍ដាក់ណាគេទេថតលេងធម្មតានៅផ្ទះខ្ញុំធម្មតាពេលខ្លះថតលេងសើចមួយម៉ែធម្មតាទេខ្ញុំធ្វើវីដេអូផុសរាល់ថ្ងៃហ្នឹងគឺខ្ញុំផុសបានលុយហើយបានលុយហ្នឹងមិនបានមកពីណាទេគឺក្រុមហ៊ុន Facebook អ្នកបើកឲ្យខ្ញុំទេបងប្អូនដែលគាត់ធ្វើ MMO គឺគាត់ដឹងហើយក៏មិនចេះតែផុសទៅគឺបានលុយគ្រប់គ្នាដែរគឺអាស្រ័យលើ Facebook page យើងដែរតើយើងគ្រប់គោលការណ៍ដែល Facebook គេឲ្យរកលុយអាហ្នឹងបានយើងរកលុយបានហើយណាមួយខ្ញុំស្រឡាញ់ក្នុងការធ្វើវីដេអូផងចឹងហើយខ្ញុំចេះតែធ្វើវីដេអូអីប្លែកៗផុសទៅឲ្យបងប្អូនមើលកំសាន្តលេងចឹងហើយបងប្អូនខ្លះក៏គាត់ថាចូលចិត្តមើលវីដេអូខ្ញុំដោយសារតែមើលវីដេអូខ្ញុំហើយគឺសើចរហូតពេលខ្លះបងប្អូនឃើញខ្ញុំនៅក្នុងវីដេអូគាត់ថាខ្ញុំអាឡែកលេងសើចច្រើនតែធៀបពិតនៅក្រៅគឺខ្ញុំអត់សូវចេះនិយាយច្រើនទេតែបានជួបខ្ញុំនៅក្រៅគឺនិយាយគ្រប់គ្នាហ្មងគាត់ថាមើលមកខ្ញុំក្នុងវីដេអូនិយាយព្រោះហើយលេងសើចច្រើនគេខមមិនអីថាឲ្យអីក៏អត់ដែរខឹងដែរដល់ពេលពួកគាត់ឆាតមកទិញអីវ៉ាន់ខ្ញុំស្ដាប់សំឡេងខ្ញុំនិយាយនៅក្រៅគឺនិយាយមើងម៉ាត់ហ្មងអត់សូវលេងសើចដូចក្នុងវីដេអូសោះនិយាយទៅចំពោះខ្ញុំមួយអ្នកខ្លះគេគិតថាខ្ញុំនឹងមនុស្សពីរផ្សេងគ្នាខ្ញុំគឺការរកស៊ីគឺខ្ញុំនិយាយមើងម៉ាត់មែនតែនធ្វើអីមួយគឺខ្ញុំមកចាត់ការរកស៊ីលក់ដូរបើយើងនិយាយលេងសើចច្រើនពេកក៏អាកាសហើយសម្រាប់ការធ្វើវីដេអូរបស់ខ្ញុំគឺខ្ញុំចូលចិត្តលេងសើចច្រើនចឹងបើការរកស៊ីហើយនឹងការធ្វើវីដេអូគឺខុសគ្នាដាច់នឹងមិនដូចគ្នាណាបើការធ្វើវីដេអូរបស់យើងមើងម៉ាត់ត្រឹមត្រូវពេកអត់លេងសើចក៏អត់មានអ្នកមើលដែរអាហ្នឹងគឺវាអញ្ចឹងគឺពីរផ្សេងគ្នាហ្មងហើយការធ្វើអីមួយរបស់ខ្ញុំគឺបត់បែនតាមកលៈទេសៈហើយក៏មានបងប្អូនជាច្រើនដែលគាត់មើលវីដេអូខ្ញុំហើយគាត់សរសើរខ្ញុំថាគេខមមិនអីអាក្រក់អីប៉ះពាល់អីគាត់ដែរខឹងដែរធ្វើវីដេអូតបតវិញថាឲ្យគេជេរគេអីទេតែនិយាយចាក់បដ ដោយរហូតដោយសារតែមនុស្សខ្ញុំអត់ចេះឆ្លោះមួយណាគេហើយក៏មិនមុំគឺខ្ញុំអត់ខឹងអត់តបតទេខ្ញុំសុខចិត្តនៅស្ងៀមពេលខ្លះខ្ញុំនិយាយចាក់បដ ហើយក៏មិនថាខ្ញុំអត់មានចិត្តខឹងអីដែរគឺខ្ញុំខឹងគឺខឹងចំពោះមនុស្សដែលខមមិនអត់មានសិលធម៌ដាក់ខ្ញុំចំពោះមនុស្សស្រីគឺមិនសូវម៉ានទេតែខ្ញុំស្អប់បំផុតមនុស្សប្រុសដែលខមមិននិយាយមើលងាយមនុស្សស្រីហើយការធ្វើវីដេអូរបស់ខ្ញុំមិនអាចទៅតម្រូវចិត្តមនុស្សគ្រប់គ្នាបានទេព្រោះដោយសារតែមនុស្សយើងម្នាក់សត្វតែចិត្តអត់ដូចគ្នាទាំងអស់ការគិតគឺខុសគ្នាទាំងអស់អញ្ចឹងហើយខ្ញុំអត់អាចទៅតាក់ទាញឲ្យមនុស្សគ្រប់គ្នាមកស្រឡាញ់ខ្ញុំទាំងអស់ទេសម្រាប់វីដេអូខ្ញុំភាគច្រើនគឺបងប្អូនក៏ស្រឡាញ់ចូលចិត្តខ្ញុំច្រើនហើយភាគតិចបំផុតដែលបងប្អូនក៏ខមមិនពាក្យមិនសូវល្អដែរហើយការធ្វើវីដេអូរបស់ខ្ញុំរាល់ថ្ងៃគឺខ្ញុំធ្វើអ្វីដែលជាខ្លួនឯងខ្ញុំអត់បានទៅប៉ះពាល់ឬក៏ទៅឆក់ប្លន់ណាគេទេភ្លេចមើលលើបោះទៅតាក់មេស្លឹកក្រូចសើចឡើងមុតបលាបាទសារតែយើងខ្ពស់ពេកចឹងហីយូរមានពេលតនេមកបោះសម្អាតក្រោយផ្ទះចេញម្ដងហើយក្រោយផ្ទះខ្ញុំនឹងសុទ្ធតែដើមឈើដល់ពេលយើងសវលឹកឈើធ្លាក់ឈូសឡើងរីបើមានពេលវិញមួយអាទិត្យបោះសម្អាត2ដងបើអត់មានពេល2 3អាទិត្យបោះសម្អាតម្ដងហើយដីទីឃ្លៀក្រោយផ្ទះខ្ញុំនឹងវារងវែងហើយធំដែរបោះសម្អាតម្ដងចង់ដាច់ឃ្លៀកដែរហ្នឹងបោះបានមកកណាត់ខាងមុខនៅមកកណាត់ខាងក្រោយចកាចន្ទីអត់ទាន់បានបោះទេពេកបោះធំតែមកកណាត់សិនបានហើយសម្រាប់ច្រើននឹងគ្មានអីទេសុទ្ធតែស្លឹកស្វាយធ្លាក់ពីដើមហើយនឹងស្មៅងាប់ខែប្រាំងចេះស្មៅងាប់អស់ហើយដល់ពេលអញ្ចឹងឲ្យបោះសម្អាតម្ដងមើលទៅស្អាតដែរបានបោះអញ្ចឹងឲ្យស្អាតមានអារម្មណ៍ថាគួរឲ្យចង់រស់នៅហើយមនុស្សខ្ញុំចូលចិត្តស្អាតទៀតបើបានស្អាតចេះអូយអង្គុយនៅមកកន្លែងអង្គុយមើលតែផ្ទះខ្លួនឯងតែបើថាផ្ទះកខិចវិញគឺស្មុកមែនតើគឺអត់ចេះនៅហ្មងអត់ដឹងមិនអារម្មណ៍វិញក៏អ៊ូអាប់តាមនឹងដែរបន្ទាប់ពីប្រមូលវាម្ដុំអញ្ចឹងហើយយើងត្រូវតែដុតវាចោលទុកវាអត់កើតទេបោះឲ្យទុកម្ដុំអញ្ចឹងបើអត់ដុតទេដឹងតែមន់មកកាយខ្ទេចឥឡូវហ្នឹងអញ្ចឹងហើយយើងដុតវាចោលទៅដើម្បីយកផេះវាធ្វើជីបានមួយមុខទៀតឈើនឹងស្រួលដុតទេ